សួស្តីអ្នកគ្នាជួបខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមកនិយាយពីអ្នកធ្វើវីដេអូ content creator អញ្ចឹងណាតែខ្ញុំបានចាប់អារម្មណ៍នៅលើសំឡេងបងដូងគ្នាហើយសំឡេងគាត់និយាយទៅដល់ដូចអ្នកនិពន្ធរឿងរបស់Demon Slayer អញ្ចឹងណាអ្នកគ្នាហើយបើអ្នកគ្នាចង់ដឹងថាសំឡេងនឹងដូចម៉េចចាញ់ខ្ញុំដាក់វីដេអូឲ្យមើលអ្នកគ្នាមើលអ្នកគ្នាតែមុននឹងខ្ញុំដាក់សំឡេងរបស់គាត់ធ្វើសំឡេងហ្នឹងគឺខ្ញុំដាក់សំឡេងរបស់តួអង្គដូម៉ាសិនអ្នកគ្នាឲ្យវាស្តៀងឲ្យអ្នកគ្នាស្ដាប់ទៅយល់អញ្ចឹងណាគីឡូអ្នកដែលមើលរឿងរបស់ Demon Slayer អញ្ចឹងគេអត់សូវដឹងអីចឹងណាសួស្តីអ្នកតូចរីករាយដែលបានជួបខ្ញុំសូមណែនាំខ្ញុំឈ្មោះដូម៉ាសែនណាវីដេអូដែលខ្ញុំដាក់ឲ្យអ្នកគ្នាមើលហ្នឹងគឺជាសំឡេងរបស់ដូម៉ាឥឡូវមិនចាំវែងឆ្ងាយខ្ញុំឲ្យអ្នកគ្នាមកស្ដាប់គាត់ធ្វើសំឡេងហ្នឹងទាំងអស់គ្នាahora tane ngày nắng ngả mi mi tao này vậy bọn tê đưa tê lần nắng nhung lại từ chuyện này tay cầm ná bay មិនដែរណាគ្នាសំឡេងរបស់គាត់មក lawyer ណាគ្នាបើអ្នកគ្នាចង់ដឹងថា account TikTok របស់គាត់ដូចម៉េចចាញ់ខ្ញុំដាក់រូបឲ្យអ្នកគ្នាមើលហើយដែលខ្ញុំដាក់រូបហ្នឹងគឺជា account TikTok របស់គាត់ទេចឹងណាអ្នកគ្នាតែរឿងផ្លៃតិចគាត់អត់ចេះលេង Free Fire ទេណាគ្នាគាត់ចូលចិត្តតែលេង Mobile Legends អីចឹងណាឥឡូវវីដេអូខ្ញុំចាប់ត្រឹមហ្នឹងណាគ្នាហើយណាគ្នាមើលដល់ចប់ជួយចុច follow ឲ្យអ្នកមើលផងបាទ